វីដេអូតាខេតសៀមរាបខ្ញុំអត់ទាន់អស់ទេនិយាយវាថាថតចូលគឺអត់ទាន់បានកាត់ទេហើយនេះគឺជាវគ្គដែលថ្ងៃត្រូវត្រឡប់មកផ្ទះវិញបងប្អូនកុំធុញអីជាធម្មតាទេយូរបានទៅដល់លេងសៀមរាបម្ដងយើងថតឲ្យអស់ដៃតែម្ដងតាំងពីរូបភាពតាំងពីវីដេអូម៉ណាយោឡងពេញទូរស័ព្ទតែម្ដងថ្ងៃនេះក៏អបសុកណាមួយអត់មានវីដេអូផុសផងក៏អូទូរស័ព្ទទៅឃើញវីដេអូតាខេតសៀមរាបច្រើនពេកក៏កាត់ឲ្យបងប្អូនមើលតែម្ដងទៅនេះគឺជាសកម្មភាពដែលពួកខ្ញុំរៀបចំត្រឡប់ទៅផ្ទះវិញតែមុននឹងទៅផ្ទះវិញគឺយើងនៅពេលព្រឹកគឺទៅកន្លែងកាហ្វេសិនបងប្អូនកន្លែងនេះប្រហែលជាអ្នកខេត្តសៀមរាបឬមួយក៏បងប្អូនដែលទៅខេត្តសៀមរាបស្គាល់ច្រើនហៅថាផ្ទះប្រហុកនេះគឺល្បីនៅខេត្តសៀមរាបនោះប្រហុកអាំងលើជ្រុញបងប្អូនហើយកន្លែងកាត់គឺឆ្ងាញ់មុននឹងទៅដល់អង្គរគឺខ្ញុំចូលមកកន្លែងផ្ទះប្រហុកនេះសិនមកទិញកាហ្វេហូបកាហ្វេហូបអីរួចក៏ចាប់ផ្ដើមនាំគ្នាបន្តដំណើរទៅមុខទៀតដើម្បីទៅប្រាសាទអង្គរវត្តម្ដងខេត្តសៀមរាបធំខ្ញុំដើរអត់ជុំទេមកឡើង2ថ្ងៃដើរមិនជុំទេមិនណាយមានកន្លែងដើរលេងច្រើនខ្លាំងមែនទែនប៉ុន្តែដោយសារតែពេលវេលាយើងខ្លីអញ្ចឹងហើយដើរអត់បានសពជ្រុងជ្រោយទេខេត្តសៀមរាបសម្បីតែប្រាសាទអង្គរវត្តម្កម្ដងណាក៏មិនដែលបានដើរជុំមិនដែលបានដើរសពទេដោយសារតែធំឥឡូវនៅខ្មែរតំបន់ទេសចរមានច្រើនណាជាពិសេសគឺនៅខេត្តសៀមរាបសប្បាយយុទ្ធនាអស់ឥឡូវនេះគេកំពុងតែបង្កើតរមណីយដ្ឋានទេសចរច្រើនថ្មីឲ្យប្លែកឥឡូវនេះគឺខ្ញុំបានមកដល់អង្គរហើយពេលដែលមកដល់អង្គរគឺយើងផ្លាកៅអៅសិនដូរកៅអៅដើម្បីទៅលេងអង្គរហើយឈុតដែលត្រង់ទៅអង្គរថ្ងៃនេះស្លៀកឈុតសគេស្លៀករូបគ្រប់គ្នាប៉ុន្តែខ្ញុំគឺស្លៀកខោដោយសារតឡើងគីឡូខ្លាំងពេកអញ្ចឹងហើយលេខរូបទៅវាមិនស្អាតវាមិនសមនឹងមាឌរបស់យើងអញ្ចឹងហើយក៏សម្រាប់ចិត្តថាខ្ជិលស្លៀករូបហើយស្លៀកខវិញដោយសារទោះបីទៅស្លៀកទៅក៏វាមិនស្អាតដែរបងប្អូនវាថិតពេកដល់ពេលគេអ្នកស្គមគឺស្លៀកទៅក៏ឃើញស្អាតតាមបន្ទោមកអង្គរវត្តនេះគោលបំណងចង់ស្លៀកឈុតបុរាណទេតែដោយសារតែពេលវេលាយើងខ្លីហើយណាមួយមកពេលព្រឹកថ្ងៃត្រង់មិនព្រឹកទេណាបងប្អូនត្រឹមមកដល់គឺចិត្តថ្ងៃត្រង់ហើយណាមួយទៅក្តៅក៏សម្រាប់ចិត្តថាខ្ជិលស្លៀកឈុតបុរាណហើយពួកពិបាកដើរគ្រាន់តែស្លៀកកៅអៅធម្មតាអញ្ចេះដើរមិនណាបែកញើសខ្ចាយតែម្ដងគោលបំណងថាមកខេត្តសៀមរាបនេះមកលេងប្រាសាទអង្គរវត្តថាមកដើរឲ្យជុំតែម្ដងតែមកលើកណាក៏ដើរអត់ដែរជុំទេបងប្អូនហើយដោយសារតែប្រាសាទគឺច្រើនកន្លែងឲ្យដើរជុំគឺដើរអត់ជុំទេប្រាសាទអង្គរវត្តនេះគឺបើសិនជាចង់ដើរជុំមក1ថ្ងៃ2ថ្ងៃអីបងប្អូន3ថ្ងៃអីមិនដឹងមិនបានជុំនិយាយរួមទៅគឺខ្ញុំមករហូតតែបានដើរដល់សពកន្លែងដើរគ្រប់កន្លែងទេសម្បីតែប្រាសាទអ្នកពាន់ក៏អត់ទាន់ដែរបានទៅទេបងប្អូនបានត្រឹមតែជិះឆ្លងកាត់ទេពេលដល់ទៅផ្ទះវិញឆ្លងកាត់តាមប្រាសាទអ្នកពាន់ពលានជលំរៃអីបានត្រឹមតែជិះកាត់ទេមកលើកនេះអង្គរធំក៏អត់បានទៅដែរមកតែអង្គរទូចពួកបញ្ញាប់ស្រូតត្រឡប់ទៅផ្ទះវិញខ្លាចយប់មិនខ្លាចយប់ទេបងប្អូនគឺយប់ហើយពេលទៅផ្ទះវិញតែអត់ចង់វាយប់ជ្រៅខ្លាំងព្រោះណាមួយអ្នកបើកឡានគាត់ស្រីផងហើយមកសៀមរាបនេះអ្វីដែលហួសចិត្តបំផុតគឺអ្នកបើកឡានសួរថាបើកឡាននេះធ្លាប់បើកមកសៀមរាបប្រហែលដងហើយគាត់ឆ្លើយថាអត់ដែរបានបើកទៅចូលក្រុងទេហើយខ្ញុំអ្នកជិះនេះភ្នែកនឹងសក្បោះសព្រាតមកសៀមរាបនេះតិចថាស្គាល់អត់ស្គាល់ទេណាបងប្អូនគឺវាយ map ជាប់រហូតទៅដើរលេងកន្លែងណាក៏ប្រើ map ដែរខ្ញុំទៅសើអ្នកបើកបងប្អូនទៅសើខ្លាំងមែនទៀតហើយគាត់ស្រីទៀតកន្លោះក្លៀតណាក៏ស្គាល់ដែរសៀមរាបមិនស្គាល់ដោយសារនេះណាបងប្អូនស្គាល់ដោយសារ map ឥឡូវសម័យឥឡូវស្រួលទេចង់ទៅកន្លែងណាវាយផែនទីវាយ map ទៅអត់មានអីពិបាកទេកន្លែងណាក៏រកឃើញដែរឲ្យតែក្រុងកុំឲ្យទៅនៅក្នុងព្រៃបើនៅក្នុងព្រៃគឺយើងពិបាករកផ្លូវបើនៅក្នុងក្រុងចេះគឺមិនជាបញ្ហាទេនេះគឺជាវគ្គដែលខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញបងប្អូនចេញតាមទ្វារក្រោយជិះកាត់តាមបដាក់ដើម្បីទៅទិញអាកោនំអាកោនៅបដាក់មួយសាទៀតអត់ទាន់ចប់ទេបងប្អូននៅវគ្គមួយវគ្គទៀតនៅវគ្គទៅបដាក់មួយសាទៀតតែឥឡូវនេះខ្ញុំកាត់ឲ្យបងប្អូនមើលត្រឹមនេះសិនព្រោះវីដេអូគឺនៅវានៅច្រើនអញ្ចឹងវាវៀងពេកទៅខ្ជិលកាត់ទាំងអស់តែម្ដងទៅចាំតាមដានវីដេអូក្រោយទាំងអស់គ្នាបងប្អូនជម្រាបលាបាយបាយ